សូមស្វាគមន៍មកកាន់ Channel រាត្រីដំណាលថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកមកសម្ដាប់នៅសាច់រឿងភាគពិសេសដែលនឹងធ្វើឲ្យលោកអ្នកព្រឺព្រួតនិងជក់ចិត្តជាទីបំផុតរឿងលួងស្នេហ៍កូនដើមភូមិគ្រឹះដ៏ស្គឹមស្កៃរបស់លោកពីនហាក់មានសភាពស្ងប់ស្ងាត់ខុសពីធម្មតាលោកពីនគឺជាមហាសេដ្ឋីម្នាក់ដែលជោគជ័យក្នុងមុខជំនួយប៉ុន្តែរឿងគ្រួសារលោកបែរជាច័ន្ទបោកសម្រស់នាងស្រីនីដែលជាស្រីក្មេងវ័យទើបតែ25ឆ្នាំមានរូបរាងសិក្ស៊ីសាច់សក់ខ្ចីនិងមានកែវភ្នែកបង្កប់ដោយមន្តស្នេហ៍ដ៏គ្រោះថ្នាក់ស្រីនីរៀបការចូលមកក្នុងផ្ទះនេះក្នុងនាមជាជំទាវទី2ប៉ុន្តែនាងមិនដែលស្កប់ស្កល់នឹងការបម្រើរបស់លោកពិនឡើយភ្នែកដ៏មុតស្រួចរបស់នាងតែងតែលួចសម្លឹងមើលកូនប្រុសទាំងពីររបស់លោកពិនគឺសីហានិងវណ្ណៈដែលមានវ័យប្រហាក់ប្រហែលនឹងនាងនៅព្រឹកថ្ងៃសៅរ៍ខណៈដែលលោកពិនចេញទៅវេកូនកូលបាត់ស្រីនីបានស្លៀកឈុតគេងយប់ពណ៌ក្រហមឆ្អៅស្ដាងថ្លារហូតមើលឃើញសាច់ខាងក្នុងនាងដើរចុះមកក្រោមទាំងរឹកកាពៀជើកជើតរួចក៏ទៅអង្គុយជិតសីហាដែលកំពុងអានកាសែតនៅសាលទទួលភ្ញៀវសីហាមើលចុះម៉ាក់មានអារម្មណ៍ថាស្មារបស់ម៉ាក់វាជុកណាស់កូនជួយច្របាច់ឲ្យម៉ាក់បន្តិចបានទេស្រីនីនិយាយទាំងបង្ហើសម្លេងខ្សឹបក្បែរត្រចៀកសីហាដែលជាកំឡោះមានឈាមជ័រពុះកញ្ជ្រោលកាលបខីដើមទ្រូងដ៏ត្រលុកត្រលន់របស់ម្ដាយជុងនៅចំពោះមុខគេចាប់ផ្ដើមបែកញើសខ្ទប់ដៃរបស់គេដែលចាប់ផ្ដើមច្របាច់ស្មាឲ្យស្រីនីញ័រទៅត្រឹកឃើញសីហាចាប់ដើមទុនចាត់ស្រីនីក៏បន្តល្បិចកលភ្លាមនាងធ្វើជាដាចូលទៅក្នុងបន្ទប់ទឹករួចស្រែកហៅវណ្ណៈដែលជាកូនប្រុសពៅឲ្យចូលទៅជួយវណ្ណៈអើយជួយម៉ាក់ផងម៉ាក់រអើជើងដួលក្នុងបន្ទប់ទឹកហើយវណ្ណៈដែលនៅក្បែរនោះប្រញាប់រត់ចូលទៅបំរុងនឹងជួយប៉ុន្តែអ្វីដែលគេឃើញគឺស្រីនីកំពុងអង្គុយលើខារ៉ូបង្ហាញរាងកាយដ៏អាក្រាតនៅលោករួចជាស្រេចកែវភ្នែករបស់ស្រីនីសម្លឹងមើលមកវណ្ណៈទាំងអង្វរកលាយឡំដោយការអូសទាញនៅក្នុងវិមានដ៏ធំនេះញាក់បំរើត្រូវបានស្រីណាតដេញឲ្យទៅជួបជុំគ្នានៅផ្ទះបាយក្រោយស្រីណាតបានអូសដៃសីហាចូលក្នុងបន្ទប់គេងងឹតស្លុបរួចខ្សឹបប្រាប់ថាកុំខ្លាចអីសីហាប៉ារបស់កូនមិនដឹងទេនេះគឺជាអាថាកំបាំងរបស់ពួកយើងទាំងពីរពីសម្ដីដ៏ផ្អែមនិងក្លិនក្រអូបពីខ្លួនរបស់ម្ដាយជុងបានធ្វើឲ្យសីហាបាត់បង់ម្ចាស់ការគេចាប់ផ្ដើមអោបថើបស្រីនីទាំងស្រេកឃ្លាននៅពេលនោះឯងដែលការសេពសន្តិវៈដោយអាថាកំបាំងនិងខុសច្បាប់សីលធម៌បានចាប់ផ្ដើមឡើងយ៉ាងក្តៅគគុកស្រីនីបានប្រើគ្រប់ក្បាច់ក្បួនដើម្បីលបួងកូនចុងទាំងពីរឲ្យធ្លាក់ក្នុងអន្ទាក់តណ្ហារបស់នាងក្រោយពីបានរួមរក្សាជាមួយសីហាដែលជាកូនច្បងរួចមកស្រីនីមិនបានឈប់ត្រឹមនឹងឡើយចិត្តជើកសាវារបស់នាងប្រៀបដូចជាសមុទ្រដែលមិនចេះឆ្អែតឆន់នឹងទឹកភ្លៀងនាងដឹងយ៉ាងច្បាស់ថាបើចង់គ្រប់គ្រងផ្ទះនេះឲ្យបានទាំងមូលនាងត្រូវតែបងសំណាញ់ទាក់ទាញកូនប្រុសម្នាក់ទៀតរបស់លោកពិនគឺវណ្ណៈនៅយប់បន្ទាប់លោកពិននៅតែមិនទាន់ត្រឡប់មកពីខេត្តវិញស្រីនីបានរៀបចំផែនការថ្មីនាងបានហៅវណ្ណៈឲ្យចូលមកក្នុងបន្ទប់គេងរបស់នាងដោយយកលេសថាឲ្យជួយមើលកុំព្យូទ័រដែលខូចវណ្ណៈដែលជាក្មេងស្លូតត្រង់មិនបានដឹងពីល្បិចកលមាត់ខ្លាក្រែមក្រហមម្នាក់នេះឡើយនៅពេលវណ្ណៈចូលមកដល់ស្រីនីកំពុងតែអង្គុយលើគ្រែក្នុងឈុតរ៉ូបខ្លីវាលខ្នងនាងធ្វើជាដកដង្ហើមធំរួចនិយាយទាំងទឹកមុខក្រៀមក្រំវណ្ណៈប៉ារបស់កូនគាត់ចាក់ហើយគាត់មិនសូវខ្វល់ពីម៉ាក់ទេម៉ាក់មានអារម្មណ៍ថាឯកោណានាងចាប់ដៃវណ្ណៈមកដាក់លើផ្លែរបស់នាងភាពក្មេងខ្ចីនិងកម្លាំងពុះកញ្ជ្រោលរបស់វណ្ណៈបានធ្វើឲ្យគេមិនអាចទប់ទល់នឹងមន្តស្នេហ៍របស់ម្ដាយជុងបានមិនយូរប៉ុន្មានវណ្ណៈក៏បានធ្លាក់ក្នុងអន្ទាក់តណ្ហាបន្តវេនពីបងប្រុសរបស់គេនៅតុបាយនាព្រឹកបន្ទាប់បរិយាកាសក្នុងផ្ទះចាប់ផ្ដើមប្រែប្រួលសីហាសម្លឹងមើលវណ្ណៈដោយខ្សែភ្នែកប្លែកៗចំណែកវណ្ណៈវឹងក៏ហាក់ដូចជាមានអាចកំបាំងលាក់បាំងបងប្រុសដែរស្រីនីដែលអង្គុយនៅក្បាលតុញញឹមយ៉ាងមានប្រៀបនាងលួចយកជើងរបស់នាងទៅប៉ះជើងសីហានៅក្រោមតុខណៈដៃម្ខាងទៀតកំពុងចាក់ទឹកក្រូចឲ្យវណ្ណៈសីហានិងវណ្ណៈយប់មិញគេងលក់ស្រួលទេកូនម៉ាក់ឃើញអ្នកទាំងពីរហាក់ដូចជាអស់កម្លាំងរៀងខ្លួនស្រីនានានិយាយទាំងឌឺដងបង្កប់ន័យជ្រៅសីហាចាប់ផ្ដើមកាចក្តីច្រណែនគេដឹងថាស្រីនីជាស្រីមិនធម្មតាប៉ុន្តែគេមិនចង់ចែករំលែកសេចក្តីសុខដែលគេធ្លាប់ទទួលបានទៅឲ្យប្អូនប្រុសឡើយ
ចំណែកវណ្ណៈក៏ចាប់ផ្ដើមមានចិត្តប្រតិបត្តិលើម្ដាយជុងរបស់ខ្លួនកាន់តែខ្លាំងរហូតដល់ភ្លេចបង ខណៈដែលបងភងទាំងពីរនាក់កំពុងតែដណ្ដើមចិត្តម្ដាយចុងលោកពីនបានទូរស័ព្ទមកថាលោកនឹងត្រឡប់មកវិញមុនកំណត់នៅល្ងាចនេះដំណឹងនេះធ្វើឲ្យស្រីនាត្រូវរៀបចំល្បិចថ្មីដើម្បីកុំឲ្យបងប្អូនទាំងពីរឆ្លោះគ្នារហូតបែកការដល់ត្រចៀកលោកពីនស្រីនាបានហៅបងប្អូនទាំងពីរមកជួបជុំគ្នានៅក្នុងបន្ទប់ងងឹតមួយរួចនិយាយទាំងសំឡេងម៉ឺងម៉ាត់ស្ដាប់មកឲ្យច្បាស់បើចង់ឲ្យអាចកំបាំងនេះនៅមានសេចក្តីសុខពួកកូនទាំងពីរត្រូវតែចែករំលែកគ្នាប៉ារបស់កូនមកវិញហើយកុំធ្វើឲ្យមានរឿងឲ្យសោះបើមិនដូច្នេះទេពួកយើងនឹងវិនាសទាំងអស់គ្នាបរិយាកាសនៅក្នុងវិមានដែលធ្លាប់តែអ៊ូអរដោយសំឡេងសើចសប្បាយបែរជាប្រែមកជាតានតឹងនិងពោពេញដោយអាចកំបាំងលោកពិនបានត្រឡប់មកដល់ផ្ទះវិញមុនកំណត់ធ្វើឲ្យបងប្អូនទាំងពីរគឺសេហានិងវណ្ណៈមានការភ័យខ្លាចផងនិងអន្ទះសារក្នុងចិត្តផងនៅយប់ដំបូងទៅការវិលត្រឡប់មកវិញលោកពិនបានរៀបចំពិធីជប់លៀងលក្ខណៈគ្រួសារតូចមួយស្រីនាអង្គុយជិតលោកពិនបម្រើបាយទឹកនិងបញ្ចុកចំណីឲ្យប្តីវ័យចំណាស់យ៉ាងយកចិត្តដាក់បំផុតប្រៀបដូចជាប្រពន្ធដ៏ល្អម្នាក់ប៉ុន្តែនៅក្រោមទូបាយនោះជើងរបស់នាងកំពុងតែលោកទៅគៀកជើងរបស់សីហានិងវណ្ណៈម្ដងម្នាក់សីហាដែលជាបងខំធ្មានសង្កត់ចិត្តព្រោះគេមានអារម្មណ៍ច្រណែននៅពេលឃើញស្រីនាផ្អែមល្ហែមជាមួយឪពុកខ្លួនចំណែកវណ្ណៈវិញគេមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក៏បានត្រឹមតែអង្គុយអោនមុខចុះមិនហ៊ានសម្លឹងចំភ្នែកឪពុកឡើយនៅពេលកណ្ដាលអត្រាតស្រឡះពីលោកពិនដែលកំពុងតែលងលក់ក្នុងដំណេកដោយសារការហត់នឿយពីការធ្វើដំណើរស្រីនាបានលួចក្រោកចេញពីគ្រែយ៉ាងស្រាលជើងនាងដឹងថាកូនចុងទាំងពីរមិនទាន់គេងលក់ឡើយនាងបានដើរទៅកាន់បន្ទប់របស់វណ្ណៈជាមុនព្រោះនាងដឹងថាវណ្ណៈងាយនឹងគ្រប់គ្រងជាងនៅក្នុងបន្ទប់ងងឹតស្លុបស្រីនាបានអោបថាបវណ្ណៈទាំងខ្សឹបខ្សៀវកូនសម្លាញ់កុំខ្លាចអីប៉ារបស់កូនគេងលក់ដូចស្លាប់ទៅហើយម៉ាក់នឹកកូនណាពួកគេបានចំណាយពេលជាមួយគ្នាយ៉ាងក្តៅគគុកក្នុងខណៈដែលលោកពិនកំពុងគេងនៅបន្ទប់បន្ទាប់ប៉ុន្តែអ្វីដែលពួកគេមិនដឹងនោះគឺសីហាកំពុងតែឈរតាមដាននៅមាត់ទ្វារបន្ទប់ទាំងទឹកមុខខឹងសម្បានៅពេលស្រីនាដើរចេញពីបន្ទប់វណ្ណៈនាងស្រាប់តែទល់មុខជាមួយសីហាដែលឈរចាំនៅទីងងឹតសីហាបានចាប់ដៃស្រីនាអូចូលទៅក្នុងបន្ទប់ទឹករួចសួរទាំងសំឡេងខ្សឹបខ្សឹបហេតុអ្វីបានជាម៉ាក់ធ្វើបែបនេះម៉ាក់ចង់លេងសើចជាមួយពួកយើងដល់ពេលណាទៀតឬមួយម៉ាក់ចង់ឲ្យឃើញប្រាប់ប៉ាគ្រប់យ៉ាងស្រីណាជំនួសឲ្យការភ័យខ្លាចនាងបែរជាញញឹមបែបព្រាននារីរួចយកដៃអង្អែលទ្រង់សីហាគុំចំណែនប្អូនអីកូនដឹងថាកូនគឺជាអ្នកដែលម៉ាក់ពេញចិត្តបំផុតចង់ទៅបន្ទប់កូននៅលើទេពាក្យសម្ដីលបួងនិងការប៉ះពាល់ដ៏សេកស៊ីបានធ្វើឲ្យសីហាបាក់ស្បាតម្ដងទៀតគេបាននាំម្ដាយចុងទៅកាន់បន្ទប់របស់គេបន្តសង្វាក់ទន់ហាដែលមិនចេះចប់មិនចេះហើយផលវិបាកចាប់ផ្ដើមកើតឡើងនៅព្រឹកបន្ទាប់លោកពិនបានរកឃើញខ្សែកមាសរបស់ស្រីនាធ្លាក់នៅក្នុងបន្ទប់របស់សីហាលោកចាប់ផ្ដើមមានមន្ទិលសង្ស័យប៉ុន្តែលោកនៅមិនទាន់ហ៊ានសន្និដ្ឋានឡើយបរិយាកាសនៅតុអាហារព្រែព្រឹកមានសភាពត្រជាក់ស្រេបលោកពិនអង្គុយសម្លឹងមើលមុខប្រពន្ធក្មេងនិងកូនប្រុសទាំងពីរដោយខ្សែភ្នែកមិនទុកចិត្តលោកលើកខ្សែកមាសដែលរើសបានពីបន្ទប់របស់សីហាមកដាក់លើតុរួចសួរដោយសំឡេងធ្ងន់ធ្ងរស្រីនាហេតុអ្វីបានជាខ្សែករបស់អូនទៅជ្រុះនៅក្នុងបន្ទប់របស់សីហាទៅវិញបេះដូងរបស់សីហាលោតងាប់ស្ទើរធ្លាចេញមកក្រៅឯវណ្ណៈវិញអង្គុយអោនមុខមិនហ៊ានសម្លឹងទូបាយឡើយប៉ុន្តែស្រីណាវិញនាងមិនត្រឹមតែមិនភ័យខ្លាចទេនាងបែរជានៅរក្សាទឹកមុខញញឹមស្រស់រួចឆ្លើយតបយ៉ាងរលូនអោបងសម្លាញ់អូនភ្លេចប្រាប់បងយប់មិញអូនដើរទៅឆែកមើលបន្ទប់កូនព្រោះអូនឃើញសីហាហាក់ដូចជាស្រវឹងខ្លាំងពេកអូនក៏ចូលទៅជួយរៀបចំភួយឲ្យគេក៏ប្រហែលជាជ្រុកនៅទីនោះហើយបងឯងនេះពូកែសង្ស័យមែននាងនិយាយបណ្ដាដើរទៅអោបស្មាលោកពិនបណ្ដាធ្វើឲ្យលោកពិនដែលចាញ់បោកសម្រុកស្រាប់ក៏ចាប់ផ្ដើមទន់ចិត្តហើយសើចម្នាក់ឯងថាខ្លួនឯងគិតច្រើនពេកទោះបីជាដោះខ្លួនរួចពីលោកពិនប៉ុន្តែស្រីនាមានការខឹងសម្បានឹងសីហាដែលធ្វើឲ្យមានចន្លោះប្រហោងនៅយប់នោះនាងមិនបានចូលទៅរកសីហាឡើយ
តែនាងបែរជាហៅវណ្ណៈឲ្យមកជួបនៅក្បែរអាងទឹកក្រោយភូមិគ្រឹះដែលជាកន្លែងងងឹតនិងស្ងាត់ជ្រងំស្រីនីប្រើក្បាច់លបួងថ្មីដើម្បីធ្វើឲ្យសីហាឈឺចាប់ដោយការច្រណែននាងដឹងថាសីហាកំពុងលួចមើលពីលើបាល់កុងនាងចាប់ផ្ដើមបបោអង្ងែវណ្ណៈយ៉ាងរោរាវនៅក្រោមពន្លឺព្រះច័ន្ទខណៈដែលវណ្ណៈដែលវង្វេងក្នុងមុនស្នេហ៍ក៏បណ្ដោយខ្លួនតាមម្ដាយជុងក្រឹបបែបយ៉ាងសីហាដែលឈើមើលពីលើផ្ទះដៃក្តាប់ដប់ស្រាឡើងញើគេមិនត្រឹមតែខឹងសេរីនាដែលក្បត់គេទៅរកប្អូនទេតែគេខឹងខ្លួនឯងដែលដកចិត្តមិនរួចពីស្រីម្នាក់នេះគេដើរចុះមកក្រោមទាំងអាការៈស្រវឹងរួចក៏ទៅកាត់មុខអ្នកទាំងពីរម៉ាក់កូនប្រុសម្នាក់មិនគ្រាន់សម្រាប់ម៉ាក់ទេមែនទេសីហានិយាយទាំងឌឺដងស្រីណាតឃ្លាពីវណ្ណៈរួចដើរមុខចិត្តសីហាខ្សឹបដាក់ត្រចៀកថាសីហាបើកូនចង់បានចំណែកយប់នេះចាំមកនៅបន្ទប់ទឹកជាន់ក្រោមកុំឲ្យប៉ាកូនទាំងអុយសោះល្បែងត្រីវិស័យដែលស្រីនាបង្កើតឡើងបានធ្វើឲ្យបងប្អូនទាំងពីរញាក់คล้ายជាទាសករតណាស់របស់នាងយ៉ាងពេញទំហឹងពួកគេមិនត្រឹមតែលក់លាក់ជាមួយម្ដាយចុងទេតែពួកគេចាប់ផ្ដើមបែងចែកពេលវេលាគ្នាដើម្បីបម្រើចំណង់របស់ស្រីនាក្រោមភ្នែកដ៏ងងឹតងងល់របស់លោកពិនក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃចាប់ផ្ដើមប្រែប្រួលជាថ្មីសម្រស់ដែលធ្លាប់តែស្រស់បំព្រងរបស់ស្រីនាបែរជាប្រែមកជាស្លេកស្លាំងជារៀងរាល់ព្រឹកនាងតែងតែរត់ចូលបន្ទប់ទឹកដើម្បីខ្ចាក់ចង្អោរដែលធ្វើឲ្យលោកពិនមានការងឿងឆ្ងល់និងបារម្ភជាខ្លាំងលោកពិនបាននាំសីនីទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពគ្រូពេទ្យបានប្រកាសលទ្ធផលដែលធ្វើឲ្យលោកពិនសប្បាយចិត្តស្ទើរហោះអបអរសាទរលោកពិនភរិយារបស់លោកមានផ្ទៃពោះបាន2ខែហើយលោកពិនសោយសប្បាយរួចអោបស្រីនាពេញដៃលោកមានមោទនភាពណាស់ដែលវ័យជិត60ឆ្នាំទៅហើយតែនៅមានសមត្ថភាពបង្កកំណើតបានប៉ុន្តែសម្រាប់សីហានិងវណ្ណៈដែលឈរស្ដាប់នៅក្បែរនោះពួកគេមានអារម្មណ៍ដូចត្រូវរន្ទះបាញ់ចំកណ្ដាលក្បាលពួកគេម្នាក់សុទ្ធតែលួចគិតក្នុងចិត្តថាតើកូនក្នុងពួកនោះជាកូនរបស់ខ្ញុំមែនទេនៅយប់នោះពេលដែលលោកពិនរវល់តែអបអរសាទរជាមួយមិត្តភក្តិនៅខាងក្រៅសីហាបានចូលទៅក្នុងបន្ទប់ស្រីនាទាំងកំហឹងស្រីនាប្រាប់ខ្ញុំមកកូនក្នុងពួកនោះជារបស់អ្នកណាជាកូនរបស់ខ្ញុំមែនទេស្រីនាអង្គុយនៅមុខកញ្ចក់រួចសើចតិចសីហាកូនកុំបារម្ភអីទោះជាកូនអ្នកណាក៏ដោយកូនលូពីនជាអ្នកទទួលខុសត្រូវដែរមិនល្អទេអីដែលកូនបានខ្លាយជាប៉ាគេទាំងមិនបាត់ចំណាយលុយចិញ្ចឹមមិនទាន់នឹងនិយាយចប់ផងវណ្ណៈក៏បានដើរចូលមកដែរគេមានទឹកមុខស្លេកស្លាំងម៉ាក់បើកូនក្នុងពួកជារបស់ខ្ញុំមិនព្រមឲ្យប៉ាចិញ្ចឹមក្នុងនាមជាប្អូនប្រុសខ្ញុំឡើយឃើញបងប្អូនទាំងពីរចាប់តាមទាស់តែងឃើញស្រីនាបានប្រើល្បិចជុំក្រោយដើម្បីបិទមាត់ពួកគេនាងបានហៅអ្នកទាំងពីរមកជិតរួចចាប់ដៃពួកគេដាក់លើពោះរបស់នាងស្ដាប់ម៉ាក់ណាបើពួកកូនម្នាក់ចង់ដឹងថាជារបស់អ្នកណាពួកកូនត្រូវតែបន្តស្រឡាញ់ម៉ាក់និងការពារការសម្ងាត់នេះឲ្យដល់ទីបំផុតបើរឿងនេះបែកធ្លាយពួកកូននឹងបាត់បង់ទាំងកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បត្តិមហាសាលរបស់ប៉ាកូនតើពួកកូនសុខចិត្តបាត់បង់អ្វីៗគ្រប់យ៉ាងដើម្បីតែភាពត្រឹមត្រូវមែនទេពាក្យសម្ដីដ៏មុតស្រួយរបស់ស្រីនាបានធ្វើឲ្យសីហានិងវណ្ណៈដកថយពួកគេម្នាក់ធ្លាក់ក្នុងអន្ទាក់កាន់តែជ្រៅគឺអន្ទាក់នៃឈាមថែមុខដែលនឹងត្រូវកើតមកក្នុងនាមជាប្អូនប៉ុន្តែការពុតអាចជាកូនភាពតានតឹងកាន់តែខ្លាំងលោកពិនចាប់ផ្ដើមសង្កេតឃើញថាកូនប្រុសទាំងពីររបស់លោកតែងតែមានសកម្មភាពប្លែកៗនៅក្បែរស្រីនាលោកចាប់ផ្ដើមដំឡើងកាមេរ៉ាសុវត្ថិភាពសម្ងាត់នៅក្នុងផ្ទះដោយមិនឲ្យអ្នកណាម្នាក់ដឹងឡើយទោះបីជាលោកពិនមើលទៅហាក់ដូចជាជឿជាក់លើភរិយាក្មេងយ៉ាងខ្លាំងប៉ុន្តែក្នុងនាមជាអ្នកជំនួញចាស់វស្សាលោកមិនមែនជាមនុស្សល្ងង់ខ្លៅឡើយការប្រែប្រួលទឹកមុខរបស់កូនប្រុសទាំងពីរនិងភាពស្និទ្ធស្នាលខកធម្មតារបស់ស្រីនាបានធ្វើឲ្យលោកសម្រេចចិត្តបំពាក់ផ្នែកទី3លោកពិនបានជួលជាងឲ្យមកដំឡើងកាមេរ៉ាសុវត្ថិភាពខ្នាតតូច Spy Cam លាក់ក្នុងផើងផ្កានិងនាឡិកាចិញ្ចាំងក្នុងចំណុចសំខាន់នៃផ្ទះជាពិសេសគឺនៅមុខបន្ទប់គេងរបស់លោកនិងในសាលធំលោកប្រាប់គ្រប់គ្នាថាលោកគ្រាន់តែចង់ការពារសុវត្ថិភាពឲ្យប្រពន្ធដែលកំពុងមានផ្ទៃពោះប៉ុណ្ណោះស្រីណាកាលបើឮដូច្នោះក៏ចាប់ផ្ដើមមានការប្រុងយោបល់ប៉ុន្តែតណ្ហាដែលធ្លាប់តែឆែកសន្ធៅវាមិនងាយនឹងពន្លត់បានដោយសារតែកាមេរ៉ាប៉ុន្មានគ្រាប់នោះឡើយនៅយប់មួយខណៈដែលលោកពិនធ្វើពុតជាគេងលក់
ស្រីនាបានផ្ញើសារទៅកាន់សីហាឲ្យមកជួបនាងនៅបន្ទប់បោកខោអាវជាន់ក្រោមដែលជាកន្លែងនាងគិតថាមិនមានកាមេរ៉ា ស៊ីហាម៉ាក់មិនខ្វល់ពីកាមេរ៉ាអីនោះទេម៉ាក់នឹកកូនខ្លាំងណាស់ស្រីនានិយាយទាំងអោបថោបស៊ីហា សីហាដែលកំពុងតែវង្វេងក្នុងមន្តស្នេហ៍ក៏មិនបានចាប់អារម្មណ៍ថានៅជ្រុងម្ខាងនៃទូខោអាវមានពន្លឺភ្លើងពណ៌ក្រហមតូចមួយកំពុងតែព្រិតនោះទេពួកគេទាំងពីរបានបណ្ដោយខ្លួនតាមអារម្មណ៍យ៉ាងររៀលដោយមិនដឹងថារាល់សកម្មភាពទាំងអស់ដោយត្រូវបានថតទុកក្នុងទូរស័ព្ទដៃរបស់លោកពិនយ៉ាងច្បាស់កម្រិត 4K នៅក្នុងបន្ទប់គេងលោកពិនអង្គុយសម្លឹងមើលអេក្រង់ទូរស័ព្ទទាំងដៃញ័រទៅត្រឹកទឹកភ្នែកបុរសវ័យចំណាស់បានស្រកចុះមកដោយក្តីឈឺចាប់និងអាម៉ាស់ជាទីបំផុតលោកមិននឹកស្មានថាប្រពន្ធដែលលោកស្រឡាញ់និងកូនប្រុសដែលលោកទុកចិត្តបែរជាធ្វើរឿងដ៏ថោកទាបបែបនេះនៅក្រោយខ្នងលោកឡើយ លោកពិនមិនតន់បង្ហាញខ្លួនភ្លាមទេលោកដកដង្ហើមធំរួចផ្ដាច់កាមេរ៉ាលោកចាប់ផ្ដើមរៀបចំផែនការសងសឹកតាមបែបមនុស្សចាស់ភាសាស្រីនាសីហាអ្នកឯងចង់លេងល្បែងនេះមែនទេយើងនឹងឲ្យអ្នកឯងលេងឲ្យឆ្អែត ព្រឹកស្អែកឡើងលោកពិនបានហៅមេធាវីមកជួបនៅការិយាល័យសម្ងាត់ដើម្បីរៀបចំកែប្រែបណ្ដាំមរតកនិងរៀបចំអន្ទាក់ថ្មីសម្រាប់ប្រពន្ធជើកនិងកូនក្បត់លោកពិនបានហៅកូនទាំងពីរនិងស្រីនាមកជួបជុំគ្នានៅតុអាហារដ៏ប្រណីតលោកបានដាក់ឯកសារមួយចុងលើតុរួចនិយាយដោយសំឡេងត្រជាក់ស្រេបថ្ងៃនេះប៉ាចង់រៀបចំរឿងមរតកឲ្យហើយស្រីណាកំពុងមានផ្ទៃពោះប៉ាចង់ឲ្យកូនក្នុងពោះទទួលបានចំណែកច្រើនជាងគេហើយសីហានិងវណ្ណៈក៏នឹងទទួលបានចំណែកសម្រម្យដែរប្រសិនបើអ្នកទាំងអស់គ្នាស្មោះត្រង់នឹងប៉ាស្រីនាឮដូច្នោះភ្នែកឡើងក្រឡែតដោយក្តីលោភលន់នាងនឹកស្មានថាផែនការប្រើតណ្ហាដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិបានជោគជ័យហើយនាងលួចនឹងយំដាក់សីហានិងវណ្ណៈជីសញ្ញាជោគជ័យដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់លោកពិនបានសាក់លបងចាត់ស្រីនាបើថ្មីណាមួយបងដឹងថាអូនក្បត់បងតើអូនចង់ឲ្យបងធ្វើបែបណាស្រីណាឆ្លើយទាំងមិនញញើតមាត់បងសម្លាញ់បើអូនហ៊ានក្បត់បងអូនសុកចិត្តដាយចេញពីផ្ទះនេះដោយខ្លួនទទេមិនយកទ្រព្យសម្បត្តិសូម្បីមួយរៀល លោកពិនញញឹមយ៉ាងជូរចត់ល្អណាស់អញ្ចឹងសូមអូនចុះហត្ថលេខាលើកិច្ចសន្យានេះទៅបើមានផុសតាងថាអូនក្បត់បងមរតកទាំងអស់នឹងត្រូវលុបចោលភ្លាមដោយសារតែភាពលោភលន់បាំងមុខនិងជឿជាក់ថាខ្លួនឯងលើកដានចិត្តស្រីណាក៏ចុះហត្ថលេខាភ្លាម ទោះបីជាដឹងថាមានគ្រោះថ្នាក់ប៉ុន្តែសេចក្តីត្រូវការខាងរាងកាយបានធ្វើឲ្យសីហានិងវណ្ណៈជ្រុះគ្នាយប់នោះសីហាបានឃើញវណ្ណៈលួចចូលទៅក្នុងបន្ទប់ទឹកជាមួយស្រីនាម្ដងទៀតសីហាត្រាំលែងបានក៏ស្ទុះទៅធាក់ទ្វារបន្ទប់ទឹករួចស្រែកជាវណ្ណៈយ៉ាងខ្លាំង អាវណ្ណៈអែងចង់ដណ្ដើមស្រីរបស់បងផងមែនទេស្រីនេះក៏ជារបស់បងដែរ ការឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងបានធ្វើឲ្យលោកពិនដែលឈរចាំនៅខាងក្រៅទ្វារដើរចូលមកទាំងទឹកមុខម៉ាំលោកកាន់ទូរស័ព្ទដៃដែលកំពុងចាក់វីដេអូសកម្មភាពរបស់ពួកគេកាលពីយប់មិញឈប់ឆ្លោះគ្នាទៅកូនប៉ាបានឃើញគ្រប់យ៉ាងហើយសំឡេងលោកពិនបន្លឺឡើងដូចផ្គរលាន់ភាពស្ងាត់ជ្រងងំបន្ទាប់ពីសំឡេងផ្គរលាន់របស់លោកពិនបានធ្វើឲ្យគ្រប់គ្នាដកដង្ហើមមិនរួចស្រីនាអង្គុយសំពះអង្វរនៅទៀបជាងលោកពិនទាំងទឹកភ្នែកហូររហាមខកពីរឹកពីជើកជើតកាលពីមុនលោកពិនមិនបានប្រាយហឹង្សាឡើយលោកអង្គុយលើសាឡុងយ៉ាងស្ងប់ស្ងាត់រួចសួរទៅកាន់កូនប្រុសទាំងពីរ ប្រាប់ប៉ាមកតើវាចាប់ផ្ដើមតាំងពីពេលណាហើយកូនក្នុងពោះនោះជារបស់អ្នកណា សីហាអោនមុខចុះដោយក្តីខ្មាស់អៀនប៉ាខ្ញុំសុំទោសគឺនាងជាអ្នកចាប់ផ្ដើមរបងខ្ញុំមុនខ្ញុំទប់ចិត្តមិនបានវណ្ណៈក៏យំលាបរាប់ដែរខ្ញុំក៏ដូចគ្នានាងប្រាប់ថាប៉ាមិនខ្វល់ពីនាងឯកោនាងប្រើគ្រប់ល្បិចដើម្បីឲ្យខ្ញុំធ្លាក់ក្នុងអន្ទាក់ ស្រីណាដែលឃើញកូនចុងទាំងពីរទម្លាក់កំហុបមកលើខ្លួនម្នាក់ឯងនាងក៏ស្រែកឡើងទាំងកំហឹងចុះបើពួកឯងមិនចង់តើឯងអាចបង្ខំបានទេពួកឯងក៏ស្រែកឃ្លានដូចគ្នាដែរលោកពិនបានយកក្រដាសមួយសន្លឹកទៀតចេញពីហោប៉ៅវាគឺជាលទ្ធផលតេស្ត DNA សម្ងាត់ដែលលោកបានធ្វើតាំងពីសប្តាហ៍មុនដោយលួចយកសំណាកពីស្រីនានិងកូនលោកបោះក្រដាសនោះទៅលើតុលទ្ធផលបង្ហាញថាកូនក្នុងពោះស្រីនាមិនមែនជាកូនរបស់លោកពិនឡើយហើយអ្វីដែលរឹតតែຕົកស្លៀតនោះគឺ
លទ្ធផលបង្ហាញថា DNA របស់ក្មេងក្នុងពោះត្រូវនឹងសីហាដនទៅ 99% សេហាបើកភ្នែកធំធំគេបានคล้ายជាឪពុករបស់ប្អូនខ្លួនឯងក្នុងនាមជាផ្លូវការលោកពីនសើយ៉ាងជូរចត់ សីហាអញធ្វើបានល្អណាស់អញបានបង្កើតប្អូនដែលជាកូនរបស់ឯងតើឯងចង់ឲ្យប៉ាមានអារម្មណ៍បែបណា តាមកិច្ចសន្យាដែលស្រីនាបានចុះហត្ថលេខាលោកពិនបានបញ្ជាឲ្យអង្គរក្សអូសនាងចេញពីផ្ទះភ្លាមៗដោយមិនឲ្យយកទ្រព្យសម្បត្តិសំបីតែមួយរៀលនាងត្រូវចាក់ចិនទាំងខ្លួនទទេជាមួយផ្ទៃពោះដែលជាលទ្ធផលនៃអំពើបាប ចំណែកសីហានិងវណ្ណៈលោកពិនបានសម្រេចចិត្តកាត់កាលនិងដកសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់លោកបាននិយាយពាក្យចុងក្រោយថា ចេញទៅឲ្យផុតពីមុខយើងចាប់ពីថ្ងៃនេះទៅយើងគ្មានកូនប្រុសដែលថោកទាបដូចពួកឯងឡើយទៅរស់នៅតាមយុថាកម្មចុះ ពីវិមានដ៏ស្គឹមស្កៃឥឡូវនេះស្រីនាសីហានិងវណ្ណៈត្រូវមកជ្រកកោនក្នុងផ្ទះជួលដ៏ចង្អៀតនិងស្អ៊ូស្អាប់មួយនៅចាយក្រុងទឹកប្រាក់ដែលធ្លាប់តែចាយមិនអស់បានคล้ายជាការរាប់កាក់រាប់សេនដើម្បីទិញបាយហូប ភ្លើងតណ្ហាដែលធ្លាប់តែឆេះសន្ធូសន្ធៅការនៅរស់ក្នុងវិមានបែរជាប្រែមកជាភ្លើងកំហឹងនិងការជាប្រមាថសីហាដែលធ្លាប់តែជាអ្នកគ្រប់គ្រងក្រុមហ៊ុនឥឡូវនេះត្រូវដើររកការងារធ្វើជាកម្មករលីសូតប៉ុន្តែគ្មានអ្នកណាយកប្រុសដឹងប្រវត្តិមិនល្អ គឺមកពីស្រីចង្រៃដូចជានាងបើនាងមិនបបួលពួកយើងលេងលបែងតណ្ហានេះទេពួកយើងក៏មិនធ្លាក់ខ្លួនដល់ថ្នាក់នឹងដែរសីហាស្រីគុំហុកដាក់ស្រីនាខណៈដែលនាងកំពុងអង្គុយអោបពូដ៏ធំចិត្តគ្រប់ខែ ស្រីនាសោតចំអកទាំងទឹកភ្នែកចុះពេលពួកអញឡើងឋានសួគ៌ជាមួយអញហេតុអីមិនព្រោះបែបនឹងផងពេលនេះចង់មកទម្លាក់កំហុសលើស្រីម្នាក់ឯងមែនទេ ទោះបីជាធ្លាក់ខ្លួនក្រប៉ុន្តែវណ្ណៈនៅតែមានចិត្តអាណិតស្រីនាគេតែងតែលួចទិញចំណីល្អៗឲ្យនាងហូបខណៈដែលសីហាចាប់ផ្ដើមងាកទៅរកល្បែងស៊ីសងនិងសុរាដើម្បីបំបត្តិទុក្ខការដណ្ដើមស្រីម្នាក់ក្នុងផ្ទះជួលតូចមួយបានធ្វើឲ្យបងប្អូនទាំងពីរចាប់ផ្ដើមប្រោសហិង្សាដាក់គ្នា យប់មួយសីហាដែលស្រវឹងជោគឈាមបានព្យាយាមប្រើកម្លាំងបំពានលើស្រីនាម្ដងទៀតទោះបីជានាងចិត្តសម្រាលក៏ដោយវណ្ណៈបានចូលមកខួតរហូតឈានដល់ការវាយតប់គ្នាផ្អើលអ្នកជិតខាងភាពអាម៉ាស់បានតាមលងបន្លាចពួកគេមិនឈប់ឈរ ស្រីណាតដឹងថានាងមិនអាចរស់នៅបែបនេះរហូតបានឡើយនាងលែងមានសេចក្តីស្រឡាញ់ចំពោះសីហាឬវណ្ណៈទៀតហើយគឺមានតែការគុំគួននាងបានលួចទាក់ទងទៅកាន់មិត្តភក្តិចាស់ម្នាក់ដែលជាអ្នកលេងខាងក្រៅដើម្បីរៀបចំផែនការជំរិតទារប្រាក់ពីលោកពិនដោយយកកូនក្នុងពោះមកធ្វើជាចំណាប់ខ្មាំង នាងបានខ្សឹបប្រាប់វណ្ណៈថា វណ្ណៈបើកូនក្នុងពោះនេះកាត់មកវានឹងរងទុក្ខដោយពួកយើងបើពួកយើងនាំគ្នាទៅគំរាមប៉ារបស់ឯងទាមទារលុយមួយដុំធំរួចរត់ទៅស្រុកក្រៅតើឯងយល់ព្រមទេ វណ្ណៈដោយវង្វេងនឹងស្នេហ៍ម្ដាយចុងក៏យល់ព្រមតាមផែនការដ៏គ្រោះថ្នាក់នេះដោយមិនដឹងថាស្រីនាគកំពុងប្រើគេជាឈ្នាន់ដើម្បីរត់ចោលពួកគេទាំងពីរនាក់ឡើយ នៅមន្ទីរពេទ្យបង្អែកដ៏តូចចង្អៀតមួយសំឡេងសម្រែកឈឺពោះរបស់ស្រីណាបានបន្លឺឡើងកាត់ភាពស្ងាត់ជ្រងំនៃរាត្រីសីហានិងវណ្ណៈអង្គុយចាំនៅខាងមុខបន្ទប់សម្រាលទាំងទឹកមុខស្លេកឆ្លាំងពួកគេលែងឆ្លោះគ្នាព្រោះភាពក្រីក្រនិងការភ័យខ្លាចបានមកជំនួសកម្លាំងតណ្ហា ក្រោយពីការឈឺចាប់ជាច្រើនម៉ោងគ្រូពេទ្យបានដើរចេញមកទាំងទឹកមុខក្រៀមក្រំ សោកស្ដាយផងទីរោគសោយពេកហើយម្ដាយក៏ធ្លាក់ឈាមខ្លាំងដែរក្មេងស្លាប់បាត់ទៅហើយចំណែកម្ដាយកំពុងសង្គ្រោះបន្ទាន់សីហាដែលដឹងច្បាស់ថាជាកូនរបស់ខ្លួនបានត្រឹមតែដួលសន្លប់ទៅលើការ៉ូនេះគឺជាកម្មផលទី1ដែលគេត្រូវទទួលគឺការបាត់បង់ឈាមចរដែលកើតចេញពីអំពើខុសសីលធម៌ ខណៈដែលស្រីនាកំពុងស្ថិតក្នុងសភាពជិតស្លាប់លោកពិនបានបង្ហាញខ្លួននៅមន្ទីរពេទ្យលោកមិនមែនមកដើម្បីមើលចិត្តឬផ្ដន់ការអភ័យទោសឡើយប៉ុន្តែលោកមកដើម្បីបញ្ចប់គ្រប់យ៉ាងលោកបានបោះស្រោមសម្បត្តិមួយឲ្យសីហានិងវណ្ណៈនេះគឺជាសម្បត្តិយន្តហោះម្នាក់មួយសន្លឹកទៅប្រទេសឆ្ងាយចេញទៅហើយកុំត្រឡប់មកវិញឲ្យសោះទ្រព្យសម្បត្តិទាំងអស់ប៉ាបានបរិច្ចាគឲ្យមន្ទីរពេទ្យនិងមណ្ឌលកុមារកំព្រាអស់ហើយប៉ាមិនទុកឲ្យនរណាម្នាក់ឡើយសូម្បីតែខ្លួនប៉ាផ្ទាល់ លោកពិនបានលែងលះជាមួយស្រីណាតតាមផ្លូវច្បាប់រួចរាល់ហើយលោកសម្រេចចិត្តទៅសាងភ្នោះដើម្បីលាងជម្រះចិត្តដែលសៅហ្មងសូមអរគុណប្រិយមិត្តដែលបានតាមដានរឿងនេះនៅលើ Channel រាត្រីដំណាលកុំភ្លេចចុច Like និង Follow
ដើម្បីទទួលបានសាច់រឿងថ្មីៗជួបជិតបន្តទៀត